មនុស្សដែលយើងជួបមិនប្រកាសថាជាគូរបស់យើងទេពេលខ្លះគូយើងអាចនៅក្បែរនេះក៏ថាបានគ្រាន់តែយើងមើលរំលងគេតែប៉ុណ្្នឹងជាយូរណាស់ដែរហើយអ្នកខូចចិត្តអើយតើស្វាងខ្លះហើយឬនៅដឹងតាំងពីដើមថាគ្មានសង្ឃឹមប្រឹងយ៉ាងណាក៏វាគ្មានផ្លូវចូលចេះចូលទៅឥឡូវពិបាកចាកចេញប្រើក្រុមវិធីបញ្ឈប់ចិត្តនឹកតែម្ខាងម្ដងអាចធ្វើបានម្ដងបែរនឹកកាន់តែខ្លាំងតើត្រូវចំណាយពេលយូរប៉ុណ្ណាទើបខួរក្បាលលុបការចងចាំដាក់អ្នកថ្មីវិញអ្នកមានចិត្តលើយើងដែរសួរថាកាន់ចិនបានហើយឬនៅមើលទៅមានផ្លូវអាចភ្លេចគេបានដែរទេឬទៅខូចចិត្តអស់មួយជីវិតព្រោះគេគ្រាន់តែលួចស្នេហ៍ហេតុអីឈឺយូរយ៉ាងបញ្ឈប់ចិត្តនឹកតែម្ខាងម្ដងអាចធ្វើបានម្ដងបែរនឹកកាន់តែខ្លាំងតើត្រូវចំណាយពេលយូរប៉ុណ្ណាទើបខួរក្បាលលុបការចងចាំដាក់អ្នកថ្មីវិញអ្នកមានចិត្តលើយើងដែរសួរថាកាត់ចិត្តបានហើយឬនៅមើលទៅមានផ្លូវអាចភ្លេចគេបានដែរទេឬទៅខូចចិត្តអស់មួយជីវិតព្រោះគេគ្រាន់តែលួចស្នេហ៍ហេតុអីឈឺយូរយ៉ាងនេះសួរថាកាន់ចិត្តបានហើយឬនៅមើលទៅមានផ្លូវអាចភ្លេចគេបាន